ឥឡូវនេះគឺនៅមួយទៀតគឺយើងមានគេហៅថាបទសម្ភាសន៍ខ្លីមួយដែលកន្លងមកថ្មីនេះខ្ញុំបានសួរទៅអ្នកជំនាញដែលអ្នកគ្រូគាត់មកពីកាណាដាកន្លងមកយើងតែងតែឃើញហើយសម័យហ្នឹងសម័យបច្ចេកវិទ្យាសម័យបច្ចេកវិទ្យាគឺថាពុកម្ដាយមានទាំង mobile phone ទូរស័ព្ទដៃទូរស័ព្ទ smartphone ហ្នឹងមានខ្លះមាន iPad មាន tablet អីផ្សេងៗអញ្ចឹងតែងតែឲ្យកូនតូចលេងចាអញ្ចឹងខ្ញុំបានសួរទៅអ្នកជំនាញថាតើក្មេងតូចហ្នឹងអាយុប៉ុន្មានទៅដែលគួរតែឲ្យគាត់ប្រើឬក៏លេងរបស់បច្ចេកវិទ្យាទាំងអស់ហ្នឹងអញ្ចឹងសូមអញ្ជើញស្ដាប់ការណែនាំរបស់គាត់ខ្លះបាទ Young children are very curious with everything in life កុមារតូចតែងតែចង់ដឹងចង់ស្គាល់អ្វីទាំងឡាយនៅក្នុងឆាកជីវិតរបស់ពួកគេហើយនៅពេលដែលអ្នកបង្ហាញទូរស័ព្ទដៃដល់គេនឹងស្គាល់ថាវាជាទូរស័ព្ទដៃយើងមានបច្ចេកវិទ្យាច្រើនណាស់ដូចជាកុំព្យូទ័រ iPad ទូរស័ព្ទដៃហើយកុមារតូចពិតជាចង់ស្គាល់របស់ទាំងអស់នេះណាប៉ុន្តែអ្វីដែលសំខាន់បំផុតដែលកុមារតូចត្រូវរៀននោះគឺបំណិនជីវិតជាមូលដ្ឋានដូចជាការចេះស្លៀកពាក់ដោយខ្លួនឯងការចេះហូបអាហារដោយខ្លួនឯងទម្លាប់នៅក្នុងបន្ទប់ទឹកនិងទម្លាប់រៀនដូចខ្ញុំបាននិយាយមុននឹងអញ្ចឹងថាកុមារតូចគឺត្រូវការរៀនទម្លាប់រៀងរាល់ថ្ងៃដើម្បីឲ្យពួកគេនោះអាចអភិវឌ្ឍខ្លួនឯងនិងយល់ដឹងអំពីពិភពលោកជុំវិញខ្លួនពួកគេនិយាយពីរឿងបច្ចេកវិទ្យាវិញខ្ញុំគិតថាកុមារចាប់ពីអាយុ4ឆ្នាំឬ5ឆ្នាំឡើងទៅគឺអាចប្រើប្រាស់វាបានប៉ុន្តែនៅក្នុងកម្រិតមួយដែលសមល្មមនិងដោយមានការត្រួតពិនិត្យហើយប្រសិនបើកុមារអង្គុយលេងកុំព្យូទ័រ2ម៉ោងជាប់គ្នានោះវាច្រើនពេកហើយបើកុមាររៀនកុំព្យូទ័រ15នាទីដែលមានការត្រួតពិនិត្យខ្ញុំគិតថាជាកម្រិតមួយដែលសមល្មមនៅសាលា Learning Jungle នេះគឺយើងជឿជាក់ទៅលើបច្ចេកវិទ្យាប៉ុន្តែត្រូវមានការគ្រប់គ្រងត្រឹមត្រូវសម្រាប់គោលបំណងរៀនសូត្រយើងមិនឲ្យកុមារអង្គុយមើលកុននៅក្នុងកុំព្យូទ័រ1ម៉ោងអីនោះទេគឺមិនអាចទទួលយកបានឡើយព្រោះមិនមែនជាគោលដៅនៃការអប់រំរបស់យើងមិនឲ្យកុមារអង្គុយមើលកុននៅក្នុងកុំព្យូទ័រ1ម៉ោងអីនោះទេគឺមិនអាចទទួលយកបានឡើយព្រោះមិនមែនជាការអប់រំចំពោះកុមារតូចដែលអាយុក្រោម4ឬ5ឆ្នាំពួកគេអាចមើលវីដេអូ YouTube ដែលជាការអប់រំដូចជាមើលនិងច្រៀងតាមចម្រៀង ABC ឬក៏ចម្រៀងដែលពួកគេចង់ចេះប៉ុន្តែត្រូវមានការរឹតបន្តឹងផងដែរ or maybe a song that they want to learn but because of this technology that is brought into society it needs to be limited បាទអញ្ចឹងមិញនេះគឺអ្នកស្រី Bridget Miller គាត់ជានាយិកាសាលា Learning Jungle ដែលសាលាបរៀនក្មេងតូចបាទហើយគាត់មានបទពិសោធន៍ជាង25ឆ្នាំនៅប្រទេសកាណាដាដូច្នេះគាត់ក៏បានផ្ដល់យោបល់ថាក្មេងតូចអាយុពី4-5ឆ្នាំឡើងទៅគួរអាចថាឲ្យគាត់ប្រើប្រាស់ឬក៏រៀនពីបច្ចេកវិទ្យាខ្លះប៉ុន្តែក្នុងកម្រិតមួយសមល្មមហើយមានការគ្រោងទុកមុនហើយមានការពិនិត្យមើលគាត់ដែរមិនមែនថាបដ ாய் គាត់ទេប៉ុន្តែដោយឡែកក្មេងអាយុតិចជាង4ឆ្នាំហ្នឹងដូចគាត់ថាមិនចាំបាច់នឹងប្រើទេលេងទេលើកលែងតែដូចគាត់បានមានប្រសាសន៍លើកលែងថាឲ្យគាត់បង្ហាញទៅអាណាព្យាបាលបង្ហាញថាចម្រៀង ABC អញ្ចឹងដែលសម្រាប់ឲ្យគាត់រៀនឲ្យចេះឲ្យដឹងអញ្ចឹងអូខេអាហ្នឹងវាអត់បញ្ហាទេបាទអរគុណយើងសូមបញ្ចប់នៅវគ្គនេះវគ្គបទការតែប៉ុណ្ណេះចុះសម្រាប់វគ្គក្រោយនឹងផ្ដល់ជូនលោកនាងនៅព័ត៌មានសន្តិសុខសង្គមនិងគ្រោះថ្នាក់ចរាចរណ៍គណៈនេះអនុញ្ញាតសម្រាប់បន្តិច